តំបងជ្រៃមាសបាទរដ្ឋធីតាសុកសែនជ័យល្អមែនទែនមកវត្តជ្រៃមាសបាទជ្រៃមាសសាគរបាទលើកំពុងតែធ្វើដំណើរយ៉ាងល្អបាទជាមួយនឹងចង្វាក់នៃការចាក់របស់ចាក់ចែវរបស់បាទចំណុះទូកបាទនិយាយថាសព្វនភាពប៉ុនគាត់បាទគឺគាត់ពាក់បាទល្អមែនទែនឯកសន្តានគ្នាល្អណាស់បាទសព្វនភាពនេះសំខាន់គឺល្អមែនទែនបាទអញ្ចឹងយើងឃើញហើយខាងជួយចង្វាមេត្រីដែលចូលសែនជ័យហ្នឹងក៏អញ្ចឹងដែរឯកសន្តានដាក់មកនឹងមើលបាទហើយអ្នករាំក្បាលទូកហ្នឹងក៏បាទបញ្ជាទូកជាមួយនឹងចង្វាក់រាំយ៉ាងទុំភ្លុនផងដែរបាទក្បាច់ខុសគ្នាបាទក្បាច់ខាងខ្សែទឹកខាងក្រៅឯណោះបាទដំបងជ្រៃមាសដូចជាកលាស់ស្លាប់ហើទៅបាទចំណែកឯតាមរៀងខ្លួនបាទជួយចង្វានេះបាទគឺក្បាច់ពុតពេនតាមគេហៅថាទឹករលកកំពុងតែបោកបក់បាទលំហូរចលនាស្របគ្នាជាមួយនឹងចំណុះរបស់ខ្លួនក្បាលទូកខ្សែ